ជំរាបសួរគឺសួស្តីអ្នកគ្នាជួបគ្នាជាមួយខ្ញុំដងទៀតហើយខ្ញុំជីងថ្ងៃនេះដែរបាទខ្ញុំដឹងថាខ្លួនឯងគឺ independent woman គឺ strong woman fighting with all my problem តែអ្នកមួយចំនួនតែគិតថាអូខេខ្លួនឯងមិនទាន់ strong ដោយសារតែមានបញ្ហាមួយចំនួនដោះស្រាយចេញវានៅជាប់គាំងមកកន្លែងហ្នឹងអត់ដឹងថាគួរដោះស្រាយបែបណាយ៉ាខ្លួនឯងអត់ទាន់ strong គ្រប់គ្រាន់ឬមួយក៏មិនជាមួយនឹងបញ្ហាមួយចំនួនហើយនឹងដែរខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីបញ្ហាមួយចំនួនដែលអ្នកនរគ្នាគួរតែដោះស្រាយនិងគួរតែបោះចោលឧទាហរណ៍ថាបញ្ហាមួយចំនួនដែលវាកើតហួសហើយដូចជាម្សិលមិញឬក៏1ម៉ោងមុនហ្នឹងឯងអ្នកនរគ្នាតែគិតថាអូខេមិនក៏វាកើតឡើងលើយើងហើយហេតុអីបានវាកើតឡើងតើគួរដោះស្រាយវាមិនអញ្ចឹងអ្នកនរគ្នាតែយកវាមកគិតក្នុងខួរក្បាលពេញខួរក្បាលតែម្ដងដែលធ្វើឲ្យអ្នកនរគ្នាជាប់គាំងនៅមួយកន្លែងជាប់គាំងដែលអត់ដឹងថាគួរធ្វើអីបន្តទៀតតែបញ្ហាហ្នឹងគឺកើតឡើងចំពោះយើងហើយឯងមិនថាជាមួយនីតិមុនទេអ្នកនរគ្នាក៏មិនអាចថាវិលត្រឡប់ពេលវេលាថយក្រោយដើម្បីរកដោះស្រាយនៅបញ្ហាអស់ហ្នឹងបានដែរអ្វីដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាគឺតាំងចិត្តឲ្យស្ងប់ហើយព្យាយាមដោះស្រាយនៅបញ្ហាមួយចំនួនដោយបញ្ហាខ្លះយើងអាចចោលបានគឺចោលដូចជាអ្វីដែលខ្ញុំបាននិយាយខាងលើអញ្ចឹងគឺបញ្ហាហ្នឹងវាហួសហើយចឹងអ្នកនរគ្នាអាចប្រមើលពេលវេលាថយក្រោយដើម្បីដោះស្រាយបញ្ហាហ្នឹងឬក៏មិនឲ្យវាកើតឡើងលើយើងបានទេចឹងលេងវាចោលនៅបញ្ហាដែលវាហួសហើយយើងយកមកគិតក៏អាចដោះស្រាយនៅបញ្ហាមួយហ្នឹងចេញបានដែរយើង strong គ្រប់គ្រាន់ហើយនៅក្នុងការបោះនៅបញ្ហាដែលមិនគួរគិតបោះចោលយើង strong មែនតើអ្វីទាំងអស់ហ្នឹងដែលខ្ញុំមកធ្វើវីដេអូចង់ប្រាប់អ្នកនរគ្នា strong អ្នកនរគ្នាបកកែខ្លាំងមែនតើអ្នកនរគ្នាពិតជាលយខ្លាំងមែនតើដោយសារតែអ្នកនរគ្នាយល់នៅបញ្ហាដែលអ្នកនរគ្នាគួរបោះចោលយល់នៅបញ្ហាដែលអ្នកនរគ្នាគួរតែគិតនិងបញ្ហាមួយចំនួនដែលអ្នកនរគ្នាមិនត្រូវនឹងយកមកគិតផងអញ្ចឹងមានបញ្ហាមួយចំនួនដែលយើងគួរបោះចោលយើងបោះចោលបញ្ហាមួយចំនួនដែលយើងត្រូវដោះស្រាយគឺយើងដោះស្រាយឧទាហរណ៍ដូចជាយើងទៅទិញមីលធីអីអញ្ចឹងគឺតែងតែមានអ្នកមកមុននិងមកក្រោយអញ្ចឹងសម្រាប់បញ្ហាមួយចំនួនដែលយើងដោះស្រាយចេញក៏យើងទុកសិនហើយយើងដោះស្រាយបញ្ហាមួយចំនួនណាដែលយើងអាចដោះស្រាយចេញយើងដោះតាមលេខរៀងក៏បានដោះអាណាដែលងាយស្រួលក្នុងការដោះចេញជាងយើងដោះអានឹងមុនក៏បានយ៉ាវាអត់មានអីខុសគ្នាទេហ្គាយដោះស្រាយបញ្ហាណាដែលអ្នកនរគ្នាដោះបានបោះចោលនៅបញ្ហាណាដែលអ្នកនរគ្នាបោះចោលបានកុំព្យាយាមគិតវាច្រើនពេកធ្វើឲ្យសុខភាពយើងធំធ្វើឲ្យមុខយើងវាអត់ស្រស់ថ្លាធ្វើឲ្យអារម្មណ៍យើងអាប់អួរជារាល់ថ្ងៃពិបាកនៅក្នុងការរស់នៅខ្លាំងមែនតើអាចនឹងថាជីវិតយើងជាប់គាំងនៅចំណុចហ្នឹងតែម្ដងទាំងអស់ហ្នឹងឯងដែលខ្ញុំចង់មកលើកទឹកចិត្តអ្នកនរគ្នាហើយមនុស្សគ្រប់គ្នាតែមានបញ្ហាទាំងអស់មិនតែអត់មានទេវាកើតមកមានទាំងអស់និយាយរួមទៅថ្ងៃហ្នឹងយើងសួយស្អែកយើងសួយមិនប្រកាសថាខាងស្អែកយើងសួយទេថ្ងៃហ្នឹងជួបបញ្ហា10សួយ6អាចនឹងហែក4វាមិនមែនថាយើងសួយទាំងអស់ទេចឹងអ្នកនរគ្នា strong គ្រាន់អ្នកនរគ្នាលយបកកែខ្លាំងមែនទែននៅក្នុងការដោះស្រាយបញ្ហាដែលអ្នកនរគ្នាបានជួបជាច្រើនដែលអ្នកនរគ្នាបានឆ្លងកាត់អញ្ចឹងកុំបាក់ទឹកចិត្តខ្លួនឯងព្យាយាមលើកទឹកចិត្តខ្លួនឯងយ៉ាហើយដូចខ្ញុំបាននិយាយខាងលើធ្វើឲ្យខ្លួនឯងស្រស់ស្រាយធ្វើឲ្យខ្លួនឯងចូលចិត្តដោះស្រាយនៅបញ្ហាណាដែលអ្នកនរគ្នាដោះចេញបញ្ហាណាដែលអត់ចេញបោះចោលវីដេអូនេះមានប៉ុណ្ណឹងអ្នកនរគ្នាគាត់តែចង់មកលើកទឹកចិត្តអ្នកនរគ្នាមិនថាខ្ញុំក៏ជួបបញ្ហាដែរប៉ុន្តែខ្ញុំព្យាយាមដោះស្រាយបញ្ហាណាដោះស្រាយចេញគឺខ្ញុំបោះចោលនឹងឯងអត់មានអីឆ្លងទេអញ្ចឹងអ្នកនរគ្នាប្រកែកខ្លាំងមែនតើនេះជាប្រយោគដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាគឺបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ